បើក្បាលសាច់រឿងដំបូងយើងបានឃើញមនុស្សមួយក្រុមដែលកំពុងតែនិយាយអំពី Monster ដែលត្រូវបានគេសម្លាប់និងរាយការណ៍ទៅកាន់អង្គការរបស់ខ្លួនពួកគេបានយល់ថានេះជារឿងធម្មតាដែរឬទេហើយតើអ្នកដែលសម្លាប់ Monster មួយនេះជា Pro Hero រុកណាដែរដែលបានសម្លាប់ព្រោះតាមការស្កេនរុករករបស់ពួកគេបានបញ្ជាក់ថាមានតែមនុស្សម្នាក់តែប៉ុណ្ណោះដែលបាននៅទីនេះកាលពីប្រហែលនាទីមុនហើយក៏ជាអ្នកសម្លាប់ Monster មួយនេះផងដែរពួកគេយល់ថាអាចជា Hunter ធម្មតាឬក៏អ្នកណាផ្សេងដែលរស់នៅទីនេះជាអ្នកធ្វើវាពួកគេបាននិយាយថា Monster មួយនេះមិនស៊ីមនុស្សនោះទេហើយពួកគេបាននិយាយថាវាអាចជួយពួកគេឲ្យបង្កើនថាមពលរបស់ពួកគេបានថែមទៀតផងសមាជិករបស់ពួកគេបានយល់ស្របនឹងរឿងនេះប៉ុន្តែតើអ្នកប្រកាសចិត្តទេកាត់មកម្ខាងទៀតនេះជាសុបរបស់អ្នកជាសម្លេងរបស់អេយ៉ាតួអាចប្រុសរបស់យើងមានបរិមម្នាក់បានកំងស៊ុប2ចាននិងបាយ2ចានសម្រាប់ពួកគេទាំងពីរនាក់មិនអីទេសូមរងចាំបន្តិចសូមអភ័យទោសតែយើងអាចកំងសូជូមួយដបទៀតបានទេអ្នកនៅលើដបទី2របស់អ្នកហើយអ្នកនិយាយអំពីអ្វីនេះតែជាដបទី1តែប៉ុណ្ណោះខ្ញុំបានឃើញអ្នកដាក់ដបទទេរបស់អ្នកនៅលើតុអំបញ្ញមិញនេះគឺគ្មានបន្ថែមទៀតទេទោះឲ្យប្រុសរបស់យើងបានចង្អុលទៅបំរាមនៅក្នុងហាងសូជូផ្ដល់ឲ្យ2ដបតែប៉ុណ្ណោះក្នុងមួយតុព្រោះដើម្បីការពារភាពរញ៉េរញ៉ៃនិងការប្រយុទ្ធឃើញទេអ្នកអាចទទួលបានត្រឹមតែ2ដបតែប៉ុណ្ណោះនៅទីនេះខ្ញុំផឹកវាលឿនជាងនៅពេលដែលខ្ញុំកម្ចាត់ Monster ទៅទៀតពួកគេបាននិយាយអំពីតួឯកប្រុសរបស់យើងដែលពួកគេសួរគ្នាថាតើតួឯកប្រុសរបស់យើងជា Hunter ឬពួកគេពិតជានិយាយត្រូវណាស់ព្រោះតួឯកប្រុសរបស់យើងពិតជា Hunter ពិតមែនពួកគេបាននិយាយបន្ថែមទៀតថាមេក្រុមរបស់ពួកគេបានសួរមកកាន់តួឯកប្រុសរបស់យើងរួចហើយតួឯកប្រុសរបស់យើងបានប្រាប់ទៅកាន់ពួកគេវិញថាគាត់សិនតែជាមនុស្សសាមញ្ញតែប៉ុណ្ណោះតើអ្វីទៅជា Hunter ដែលលាក់កំបាំងម្នាក់តើគាត់មិនបានចុះឈ្មោះទេ Hunter ដែលកំពុងលាក់កំបាំងខ្លួនរបស់ពួកគេសូមអញ្ជើញច្បាប់សម្រាប់អ្នកប្រមាញ់ដែលបានចុះឈ្មោះក្នុងបញ្ជីពិតជាមានទណ្ឌកម្មធ្ងន់ធ្ងរខ្លាំងណាស់ក្រៅពីនេះប្រសិនបើគាត់ជា Hunter ដែលលាក់ខ្លួនគាត់ប្រកាសជាប្រថុយទៅរកប្រាក់នៅក្នុងដងចុងមិនមែននៅក្នុងហាងអាហារបែបនេះនោះទេល្អអ្នកលាក់កុនរបស់ពួកគេសង្ឃឹមថានឹងទទួលបានឋានៈខ្លះតើមែនទេជាសំណួររបស់បុរសសក់ខ្មៅបុរសម្នាក់ទៀតបាននិយាយទៅកាន់បុរសសក់ខ្មៅថាមេដឹកនាំក្រុមរបស់គេមានគម្រោងនឹងជ្រើសរើសតួឯកប្រុសរបស់យើងចូលទៅក្នុងក្រុមរបស់ពួកគេនៅពេលដែលតួឯកប្រុសរបស់យើង Awaken ជាមួយនឹងការមកឃើញរបស់តួឯកប្រុសរបស់យើងជាមួយនឹងការចាប់បាននរណាម្នាក់ដែលបានលាក់ដបសូជូនិងកម្លាំងដែលផ្ទុកផើងដុំថ្មដែលកំពុងតែពុះជាច្រើនក្នុងពេលតែមួយនេះគាត់ពិតជាល្អមុនពេលដែលគាត់ Awaken ចាហោចណាស់នៅរ៉េងទីបំផុតគាត់ក៏អាចបាន B rank បន្ទាប់ពី Awaken ខ្ញុំហ៊ានភ្នាល់ថាខ្ញុំបាន Awaken មុនពេលអ្នកធ្វើជំនួសឲ្យការណែនាំ Hunter ដែលបានបិទនៅឆ្ងាយតាំងពីដំបូងខ្ញុំមិនមានគោលបំណងក្នុងការធ្វើការងារ part time នៅក្នុងហាងស្តុបនេះនោះទេពាក្យក្នុងចិត្តរបស់តួឯកប្រុសរបស់យើងកាលពីប្រហែលខែមុនតួឯកប្រុសរបស់យើងបានភ្ញាក់ដឹងខ្លួនឡើងនៅកន្លែងចោលសម្រាមមួយកន្លែងគាត់ចងចាំត្រឹមថាគាត់បានប្រយុទ្ធជាមួយនឹង Basilisk គាត់បានចងចាំរឿងនេះនៅក្នុងខួរក្បាលរបស់គាត់ខ្ញុំពិតជាបានបដិងជួងខ្ញុំបានឃើញខ្លួនឯងចាក់ចែងពីដងជង់ដ៏គួរឲ្យខ្លាចមិញនោះតើពេលវេលាបានកន្លងផុតទៅរយៈពេលប៉ុន្មានទៅហើយខ្ញុំពិតជាឃ្លានខ្លាំងណាស់តួឯកប្រុសរបស់យើងបានមកដល់មុខហាងរបស់ស្ត្រីចំណាំម្នាក់ខ្ញុំមានអារម្មណ៍ថាខ្ញុំឃ្លានខ្លាំងណាស់ស្ត្រីចំណាំបានសួរទៅកាន់គាត់តើមានរឿងអ្វីកើតឡើងចំពោះគាត់តើគាត់ទៅតែច្រកចេញពីដងជួងតើមែនដែរទេបរិភោគស៊ុបនេះសិនទៅចាំនិយាយអ្វីបន្តទៀតតួឯកប្រុសរបស់យើងបានបរិភោគស៊ុបយ៉ាងលឿននិងរហ័សថ្ងៃនេះកាលពី8ឆ្នាំមុនស្នំប្រែដែលបានលេចឡើងនៅសមុទ្រខាងលិច8ឆ្នាំមុននៅពេលដែលរីបធ្វើអប្រសើរឡើងនៃការប្រសើរឡើងដល់ថ្នាក់ទី1រដ្ឋាភិបាលបានដាក់ពង្រាយA-rank Hunter និងA-rank Hunter 15រូបក៏ដូចជា B-rank Hunter 30រូបទៅកាន់ដងជុំadmin សុំទោសផង admin អត់បានធ្វើឲ្យដល់10នាទីដូចគ្នាយើងសុំទេដោយសារតែ admin រពលណាមួយក៏ admin ខ្ជិលធ្វើផងដែរ